នៅខាងក្រោយខ្ញុំនេះគឺជាបងប្អូនសិស្សានុសិស្សដែលនឹងសម្ដែងព្រៀបសរសន្តិភាពហើយចំនួនសិស្សរបស់យើងទាំងអស់មាន11នាក់ហើយបងប្អូនជាស្ដែងគាត់បានរៀននៅសាលា Global បច្ចុប្បន្ននេះចូលដល់វគ្គទី6ដែលគាត់កំពុងតែរៀនហើយគាត់បានទទួលឱកាសនៃការមកសម្ដែងនៅទិវាវប្បធម៌ជាតិ3មិនិនាលើកទី28ឆ្នាំមុនគាត់បានចូលរួមសម្ដែងដែរប៉ុន្តែយើងបដូរទីតាំងទៅផ្សេងហើយឆ្នាំនេះផ្សេងមួយទៀតហើយនិយាយបងប្អូនឃើញថាមុនពេលសម្ដែងគាត់បានខិតខំសមមែនទេដោយសារតែគាត់គាត់បារម្ភហើយគាត់រំភើបរីករាយហើយខ្ញុំសង្កេតឃើញថាបន្ទាប់ពីបងប្អូនទទួលបានឱកាសនៃការចូលរួមសម្ដែងបែបនេះធ្វើឲ្យគាត់ហៅថាមានភាពសាមគ្គីគ្នាហើយចេះប្រមូលផ្ដុំគ្នាមករកគ្រូដើម្បីសួរថាគ្រូចិត្តដល់ថ្ងៃខ្ញុំចង់សមចង់អីទៅហើយគាត់បានត្រៀមខ្លួនសមនៅសាលារួចរាល់ផងដែរជំរាបសួរអ្នកគ្រូថ្ងៃនេះតែងខ្លួនស្អាតណាចាអ្នកគ្រូឲ្យដឹងបានហើយថាថ្ងៃនេះមានអារម្មណ៍មិនដែរឃើញតែងខ្លួនស្អាតដើម្បីត្រៀមខ្លួនក្នុងការឡើងសម្ដែងចាថ្ងៃនេះខ្ញុំថាពិតជាសប្បាយចិត្តហើយរំភើបដែលបានចូលរួមទិវាវប្បធម៌ជាតិ3មិនិនាលើកទី28 2026ឆ្នាំ2026ហើយនេះគឺជាលើកទីម៉ានហើយសម្រាប់ពូឌីនដាក្នុងការចូលរួមសម្ដែងលើកនេះជាលើកទី2ដែលខ្ញុំបានសម្ដែងអញ្ចឹងហ៎ចាមានអារម្មណ៍ភ័យទៀតអត់ផង អូខេអញ្ចឹងស៊ូចាអរគុណចាគឺខ្ញុំមានឈ្មោះថាជាសៀវហ្វាថ្ងៃនេះមានអារម្មណ៍មិនដែរក្នុងការមកចូលរួមសម្ដែងនៅកម្មវិធីវប្បធម៌ជាតិ3មិនិនាលើកទី28ឆ្នាំ2026នេះចាមានអារម្មណ៍ថាភ័យអភ័យអហេតុអីបានភ័យអថ្ងៃមកសម្ដែងនេះលើកទីម៉ានហើយលើកទី1អូលើកទី1ចាអញ្ចឹងធ្វើឲ្យបានល្អអូខេស៊ីហ្វាចាខ្ញុំមានឈ្មោះSpark Jasmine ខ្ញុំមកឡើងឆាតលើកទី2ខ្ញុំមានអារម្មណ៍សប្បាយចិត្តថ្ងៃនេះខ្ញុំឡើងរាំល្បាំរៀបសន្តិភាពសន្តិភាពហើយចង់ឲ្យចុះសម្រាប់ការឡើងសម្ដែងនេះអូនឡើងសម្ដែងលើកទីម៉ានហើយលើកទី1ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយចិត្តហើយនឹងភ័យតិចដែរមានអារម្មណ៍សប្បាយចិត្តភ័យតិចអូនមានអារម្មណ៍មិនដែរសប្បាយចិត្តថាម៉េចសប្បាយចិត្តចុះក្រៅពីសប្បាយចិត្តមានអារម្មណ៍ថារំភើបញក់ញ័រអីភ័យអីទេអត់ភ័យទេណាអូក្លាហានមែនតើថ្ងៃនេះមានអារម្មណ៍មិនដែរក្នុងការឡើងសម្ដែងខ្ញុំមានអារម្មណ៍រំភើបហើយសប្បាយចិត្តណាស់ដែលខ្ញុំដែលអាចឡើងឆាតដូចនេះសម្រាប់ការសម្ដែងលើកនេះគឺជាលើកទីប្រមាណសម្រាប់អូនប្រហែលលើកទី2ទី3ប្រហែលលើកទី2លើកទី3ណាចាហើយមានភ័យអត់ភ័យអញ្ចឹងស៊ូចាអ្នកគ្រូប្រែងអរគុណអ្នកគ្រូច្រើន